នេះជា limit មួយប្រភេទទៀតតាក់ទងជាមួយនឹង Cateronon ប៉ុន្តែវាមានប្រភេទ radical អញ្ចឹងសួរថាគួរធ្វើម៉េចទើបយើងអាចគណនា limit អញ្ចឹងបានអាហ្នឹងគឺយើងពេលយើងជំនួសទៅវារៀង anon ដក anon ហ្នឹងរៀង anon ដក anon អូខេអញ្ចឹងដើម្បីគណនា limit ប្រភេទបែបហ្នឹងគឺមុនដំបូងយើងត្រូវគុណសំឆ្លាស់វាសិនយើងអាចចាប់ពីចកតារួមបាននេះអញ្ចឹងគុណសំឆ្លាស់ចឹងកន្សំឆ្លាស់របស់យើងនេះអានេះ a ដក b ដល់ពេលយើងគុណគឺគុណថែម a បូក b ណាហើយកន្សំឆ្លាស់របស់វាអូខេចឹង x ការ៉េបូកជាមួយនឹង 3x ដក x នេះកន្សំទី1កន្សំឆ្លាស់របស់វាគឺយើងគុណថែមបូកវិញឬការ៉េនេះx ការ៉េបូកជាមួយនឹង 3x គុណថែមអានេះបូក x អញ្ចឹងឥឡូវយើងគុណថែមប្រមាណអាក្រោមក៏យើងគុណថែមប៉ុណ្ណឹងដែរកុំឲ្យវាចំណែនគ្នាតែគុណនេះចំណែនគ្នាឡើយអញ្ចឹងបន្ទាប់ពីគុណហើយឥឡូវវាចូលរៀង a ការ៉េដក b ការ៉េអញ្ចឹងគោលដៅយើងគុណដើម្បីឲ្យវាផ្សេងពីរើបានអញ្ចឹងអានេះ a ដល់ពេលលើកជាការ៉េទៅវាចេញពីរើបាននេះអញ្ចឹងបានគេ x ការ៉េដកបូកជាមួយនឹង 3x ដកឲ្យ b ការ៉េអញ្ចឹងបើយើង b យើង x ដល់ពេល b ការ៉េគឺ x ការ៉េហើយភាគបែងទុកធម្មតាឬក៏មិនបាច់ទុកឲ្យយើងចំណាញ់យើងចាប់ x ការ៉េហើយចឹងចាប់ x ការ៉េជាកតារួមហើយមកនេះសល់1បូកជាមួយនឹង3នៅលើ x ហើយរើសទុកវិញបូកជាមួយនឹង x តមកគឺយើងអាចអាខាងលើយើងអាចគណនាវាបាននេះ x ការ៉េដល់ x ការ៉េអស់ហើយ limit x កាត់រកបូក anon ចឹងឥឡូវនៅសល់តែ 3x ឯងចំណែកអាក្រោមអា x ការ៉េក្នុងរឹងបញ្ចេញពីរឹសបានចេញមកបាន x គុណឲ្យរឹសនៃ1បូកជាមួយនឹង3នៅលើ x បូកជាមួយនឹង x អញ្ចឹងអាខាងក្រោមហ្នឹងគឺវាមាន x ដូចគ្នាអញ្ចឹងអាចចាប់ x ជាកតារួមមកតង់ទៀតដើម្បីសម្រួលវាបានសម្រួលជាមួយអាខាងភាគយកវិញអញ្ចឹងភាគយកទុកសិនចាប់ x ជាកតារួមស1បូកជាមួយនឹង3លើ x បូកជាមួយនឹងចាប់ x ស1អញ្ចឹង x សម្រួលអស់ហើយអញ្ចឹង limit ប្រភេទបែបហ្នឹងគឺយើងសេតាមចំហៀនមួយមកអញ្ចឹងទេគេអាចកាត់បន្ទុកអញ្ចឹងសម្រួលចោលដល់សល់3ក្រោមសល់រឹសនៃ1បូក3នៅលើ x បូកជាមួយនឹង1អញ្ចឹងយើងអាចគណនាវាបានចំនួនចូលតាមហ្នឹងឥឡូវមានអីគណនាទេចំនួនទេសល់ប៉ុណ្ណឹងអាក្រោមអានេះស្មើ0នេះអញ្ចឹងវាសល់រឹសនៃ1ទេរឹស1ចេញមកអាន1បូកជាមួយនឹង1ស្មើ3នៅលើ2ឃើញនេះជាចម្លើយរបស់យើងហើយមានចម្ងល់អីអាច comment សួរបន្ថែមបាន